កម្ពុជាប្រេស៊ីលពន្រឹងនិងពង្រីកទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើននាព្រឹកថ្ងៃទី2ខែធ្នូឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ Vivian San Martin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជាចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបលោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីដែលបានអនុញ្ញាតឲ្យរូបលោកជំទាវនិងសហការីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាពេលនេះលោកជំទាវបានបង្ហាញនៅសេចក្តីសោមនស្សជាខ្លាំងដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី1ប្រចាំកម្ពុជាក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលជាង30ឆ្នាំកន្លងមកនេះជាមួយគ្នានេះលោកជំទាវបានវិតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានការវិវត្តរីកចម្រើនឥតឈប់ឈររហូតឈានទៅដល់ការបើកស្ថានទូតទៅវិញទៅមកក្នុងអាណត្តិការទូតនេះលោកជំទាវបដិញ្ញាថានឹងខិតខំជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនទៅលើវិស័យជាច្រើនបន្ថែមទៀតជាការឆ្លើយតបសម្ដេចមហាបវរធិបតីបានស្វាគមន៍និងសម្ដែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវព្រមទាំងបានអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី1ប្រចាំកម្ពុជាសម្ដេចបវរធិបតីក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមកសម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថាក្នុងអាណត្តិរបស់លោកជំទាវទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់និងរឹងមាំទន្ទឹមនឹងនេះសម្ដេចមហាបវរធិបតីបានលើកទឹកចិត្តឲ្យលោកជំទាវបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីជំរុញឲ្យកិច្ចសហប្រតិបត្តិការឲ្យទទួលបានផ្លែផ្កាបន្ថែមទៀតសម្ដេចបវរធិបតីនិងលោកជំទាវឯកអគ្គរដ្ឋទូតបានពិភាក្សាគ្នាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់រួមមានសេដ្ឋកិច្ចនិងពាណិជ្ជកម្មអប់រំកសិកម្មបរិស្ថានធម្មពលកកើតឡើងវិញសុខាភិបាលនិងសន្តិសុខបន្ថែមពីនេះសម្ដេចបវរធិបតីនិងលោកជំទាវក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដែលលោកជំទាវបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រឲ្យប្រទេសប្រេស៊ីលក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ